ខ្ញុំនឹងសង្ឃ្លាយកូនក្រមុំរបស់ប្រធានាធិបតីនៅសប្តាហ៍ក្រោយខ្ញុំនឹងនាំវាមកទីនេះនៅថ្ងៃស្អែកខ្ញុំមិនមែនជាអ្នកខ្ចីសៀវភៅទាំងនេះទេខ្ញុំគិតថាអ្នកមានឈ្មោះហៅក្រៅពិសេសខ្ញុំសង្ឃឹមថាអ្នកអាចធ្វើឡើងដែលអ្នកត្រូវសរសេរឈ្មោះរបស់អ្នកសងឆែននៅកុំបង្កបញ្ហាទៀតអីហេតុអ្វីបានជាអ្នកមិនអាចសម្គាល់សងឆែនណែនព្រោះសងឆែនណែននឹងមិនបង្កបញ្ហាអ្វីឡើយព្រោះសងឆែនណែននឹងមិនបង្កបញ្ហាអ្វីឡើយអ្នកយឺតហើយខ្ញុំត្រូវការអ្នកដើម្បីសម្គាល់សងឆែនណែនកន្លែងដែលអ្នកត្រូវសរសេរឈ្មោះរបស់អ្នកកុំបង្កបញ្ហាទៀតអីលោកគ្រូពិតជាមិនមែនខ្ញុំទេវាជាណែនសងឆែននាងល្អណាស់តើនាងអាចយឺតបានដោយរបៀបណាអ្នកគឺដូចគ្នាខ្ញុំជាសិស្សដែលចោះសម្រុងគ្នាសងឆែនដឹងពីកំហុសរបស់នាងអ្នកនៅទីនេះអ្នកត្រូវតែនិយាយជាមួយសងឆែនផងដែរអ្នកគឺជាសងឆែននៅលើក្តារខៀនកុំភ្លេចមកសម្ភាសការងារថ្ងៃនេះមិនអីទេតើអ្នកចង់ទៅបន្ទប់ទឹកទេខ្ញុំនឹងសុំបងប្រុសខ្ញុំចេញពេលក្រោយចាំខ្ញុំយប់នេះត្រឡប់ទៅវិញខ្ញុំនឹងធ្វើការងារឲ្យអ្នកនៅថ្ងៃនេះខ្ញុំនឹងដេកមួយរយៈលាហើយខ្ញុំសុំទោសខ្ញុំត្រូវទៅវាមិនអីទេឪពុកម្ដាយរបស់អ្នកកំពុងឆ្លោះគ្នាតើអ្នកនឹងរៀបការជាមួយអ្នកណាតើអ្នកចង់រៀបការជាមួយជីតាឬជីតារបស់អ្នកទេខ្ញុំនឹងស្ដាប់អ្នកវាជាវេនរបស់ខ្ញុំថ្ងៃនេះខ្ញុំនឹងទៅបន្ទប់ខ្ញុំនឹងដេកមួយរយៈអ្នកគឺជាក្មួយប្រុសរបស់ខ្ញុំតើអ្នកបានសម្អាតកុំព្យូទ័រលើតុឲ្យខ្ញុំទេវាក៏ជាកាតព្វកិច្ចរបស់ខ្ញុំផងដែរក្នុងការសម្អាតផ្ទៃតុខ្ញុំបានប្រាប់គ្រូអំពីការងារយឺតខ្ញុំនឹងមិនកាត់ប្រាក់ខែរបស់អ្នកទេខ្ញុំនឹងហៅអ្នកថាសងឆែនចាប់ពីពេលនេះទៅដោយសារតែអ្នកចាស់ជាងខ្ញុំបើមិនដូច្នេះទេអ្នកអាចហៅខ្ញុំថាសងឆែនខ្ញុំនឹងទៅផ្ទះសងឆែនតូចរងចាំនោះខ្ញុំត្រូវពិនិត្យអនាម័យផ្ទៃតុកុំបង្ហោះអ្វីដែលទាក់ទងនឹងការសិក្សានៅលើកុំព្យូទ័រនាពេលអនាគតខ្ញុំនឹងមិនបង្ហោះវាទេតោះទៅមហិច្ឆតារបស់យុវជនគឺដូចជាចំណាំទុនតារាបណាអ្នកដើរថយក្រោយវានឹងត្រូវបានដកចេញយ៉ាងងាយស្រួល